Try me crazy វាមានអត្ថន័យពីរអត្ថន័យបែបវិជ្ជមាននិងអត្ថន័យបែបអវិជ្ជមានដោយអត្ថន័យបែបវិជ្ជមាន try me crazy បានន័យថាធ្វើឲ្យនរណាម្នាក់លងឬក៏ស្រឡាញ់ខ្លាំងឬក៏ឆ្លក់វង្វេងឧទាហរណ៍ដូចជា I love her smile it drives me crazy មានន័យថាខ្ញុំស្រឡាញ់ស្នាមញញឹមរបស់នាងវាធ្វើឲ្យខ្ញុំលងឬក៏ធ្វើឲ្យខ្ញុំឆ្លក់វង្វេងឧទាហរណ៍មួយទៀត you try me crazy មានន័យថាអ្នកធ្វើឲ្យខ្ញុំឆ្លក់វង្វេងឬក៏ធ្វើឲ្យខ្ញុំស្រឡាញ់ខ្លាំងចំណែកអត្ថន័យបែបអវិជ្ជមានវិញ try me crazy មានន័យថាធ្វើឲ្យនរណាម្នាក់មានអារម្មណ៍ថាខឹងឬក៏រំខានឧទាហរណ៍ដូចជា my little brother tries me crazy មានន័យថាប្អូនប្រុសរបស់ខ្ញុំធ្វើឲ្យខ្ញុំមានអារម្មណ៍ថារំខានខ្លាំងមកឧទាហរណ៍មួយទៀត his loud music drives me crazy មានន័យថាសំឡេងចម្រៀងរបស់គាត់ខ្លាំងធ្វើឲ្យខ្ញុំរំខានខ្លាំងមក